សួស្តីបងប្អូនលោកគ្រូមានលំហាត់នៅក្នុងមេរៀនចម្ពោះ3គឺដែននិងកម្លាំងម៉ាញ់ទិកដែលជាមេរៀនទី1ណាបាទដែលជាចម្ពោះដែលចេញប្រឡងបាក់ឌុបរាល់ឆ្នាំដែរហើយលំហាត់ដែលគ្រូលើកមកគឺជាលំហាត់ solenoid អញ្ចឹងគេថា solenoid 1មានប្រវែង50សង់ទីម៉ែត្របាទអញ្ចឹងប្រវែង solenoid គឺយើងតាំងដោយអក្សរ L ណាហើយឆ្លងកាត់ដោយចរន្ត E បាទយើងអត់ដឹងថា E ស្មើប្រមាណទេអង្គដូចចុងម៉ាញ់ទិកត្រង់ផ្ចិត solenoid មានតម្លៃ 12.56 គុណនឹង10សេគុណដក3ហើយជាប់អនុគមជាមួយនឹង E ហើយគិតជា Tesla ណាគេឲ្យ1.0ជម្រាបម៉ាញ់ទិកធៀបនៃសញ្ញាកាសគឺ4 π គុណ10គុណដក7 Tesla ម៉ែត្រក្នុង1 ampere យើងមាន2សំណួរកគឺគេឲ្យយើងគណនាចំនួនស្ពាសរុបនៃ solenoid បាទចំនួនស្ពាសរុបគឺរក n ហើយសំណួរខវិញគឺគេឲ្យយើងរកចំនួនស្រទាប់បាទចំនួនស្រទាប់ដែលរួមធ្វើ solenoid ហ្នឹងគឺ x បើគេដឹងថាខ្សែចម្លងមានអង្កត់ផ្ចិតបាទនេះគឺជាអង្កត់ផ្ចិតរបស់ខ្សែចម្លងគឺ d តូចណាបាទស្មើនឹង1មីលីម៉ែត្រអញ្ចឹងគេប្រាប់ប្រវែង solenoid L គឺប្រាប់ថាវាឆ្លងកាត់ដោយចរន្ត E តែអត់ដឹងថា E ស្មើប៉ុន្មានទេតែខាងក្រោមនេះបងប្អូនត្រូវចាប់អារម្មណ៍ណាគឺគេប្រាប់ថាដែនម៉ាញ់ទិកស្មើនឹង 12.56 គុណ10សេគុណដក 3e ហើយគិតជា Tesla អញ្ចឹងជាប់អនុគមនៃ E អញ្ចឹងប្រហែលជាយើងអាចសម្រួល E ចោលបានណាហើយ1.0គឺបងប្អូនត្រូវតែចាំសំណួរទី1សួររក n ចំនួនស្ពាសរុបសំណួរទី2គឺសួររក x ចំនួនស្រទាប់ណាចឹងយើងត្រូវអានប្រធានលំហាត់ស្រង់បំរាប់ហើយចាប់ដើមគិតថាតើយើងប្រើរូបមន្តមួយណាចឹងយើងចង់រកចំនួនស្ពាសរុបហើយយើងស្គាល់ដែនចឹងប្រកាសជាអាចរកតាមដែនម៉ាញ់ទិករបស់ solenoid ណាចឹងយើងមើលចម្លើយទាំងអស់គ្នាដំណោះស្រាយសំណួរកគណនាចំនួនស្ពាសរុបចឹងយើងប្រើតាមប្រព័ន្ធដែនម៉ាញ់ទិករបស់ solenoid គឺ b ស្មើនឹង1.0គុណនឹង n គុណនឹង e ចែក lហើយយើងចង់បានចំនួនស្ពាសរុបណាអញ្ចឹងបងប្អូនបោះ L ទៅមុន L នេះភាគបែកបោះទៅគុណជាមួយនឹង B អញ្ចឹងបាន BL ហើយ1.0 E នេះគុណមួយ N អញ្ចឹងបោះឆ្លងសញ្ញាស្មើមកគឺចែកអញ្ចឹងវាទៅជា N ស្មើ B គុណនឹង L ចែកឲ្យ1.0 E ដោយ B របស់យើងគេឲ្យមកគឺ 12.56 គុណ10សេគុណដក 3E ហើយយើងដឹងថានេះអា 12.56 ហ្នឹងគឺស្មើនឹង4 π បាទបងអូនយក4គុណនឹង 3.14 ទៅគឺបាន 12.56 ហើយអញ្ចឹងលោកគ្រូសេបែបនេះណាដើម្បីឲ្យសម្រួលបានជាមួយនឹង1.0ហើយជាប់បានគុំមួយ e ដដែលណាហើយ L របស់យើងគឺ50សង់ទីម៉ែត្របដូរទៅជាម៉ែត្រគឺសង់ទីដក2ណាដក2ទូទាត់មួយ0នេះមួយទៅនៅសល់5គុណ10សេគុណដក1ຂະຫນາດគិតជាម៉ែត្រហើយ1.0គឺ4 π គុណ10គុណដក7 Tesla ម៉ែត្រក្នុង1 ampere អញ្ចឹងយើងស្គាល់អស់ហើយជំនួសចូលទៅក្នុង n វិញណាយើងទាញរក n តិចជារហូត b បាទយើងចង់បាន n អញ្ចឹងចំនួនស្ពាសរុប n ស្មើបាទ b គឺយើងសរសេរទៅជា4 π គុណ10គុណដក 3e ហើយគុណនឹង l 5គុណ10គុណដក1ហើយចែកឲ្យ1.0គុណនឹង e ចេញឃើញថា e ភាគយកនិង e ភាគបែងដូចគ្នាមិនបាច់ស្គាល់តម្លៃក៏បានដែរគឺយើងសម្រួលវាចោលអញ្ចឹងអស់ e ហើយ4 π យើងសម្រួល4 π ចោលអស់លេងណាចេញនៅសល់10សេគុណដក3គុណ10សេគុណដក4សំទោសគុណ10សេគុណដក1យើងបាន10សេគុណដក4 10សេគុណដក4សម្រួល10សេគុណដក7ក្រោមនេះសល់10សេគុណដក3 10សេគុណដក3ចម្រាស់ទៅលើបាន10សេគុណ3ណាហើយយើងនៅសល់លេខ5មួយទៀតបាទចេញយើងបាន5គុណ10សេគុណ3ស្ពាឬក៏បងអូនដាក់5000ស្ពាក៏បានដែរចឹងដូចនេះ n ស្មើនឹង5គុណ10សេគុណ3ស្ពាឬក៏5000ស្ពាបាទនេះគឺជាចម្លើយចំនួនស្ពាសរុបបាទចឹងនេះគឺរបៀបដោះស្រាយគឺបែបហ្នឹងណាចូលដល់សំណួរបន្ទាប់សំណួរចុងក្រោយខគណនាចំនួនស្រទាប់ចឹងយើងដឹងថាចំនួនស្រទាប់គឺរក x ចឹងយើងមានរូបមន្ត x គឺរកតាម n សរុបស្មើ x គុណនឹង n 0បើយើងចង់បាន x ណាប៉ុន្តែអត់ស្គាល់ n 0ទេ
តែ n0 យើងអាចរកតាមប្រវែង solenoid ចែកឲ្យកប់ចិត្តខ្សែចម្លងណាអញ្ចឹងបងប្អូនទៅចាំរូបមន្តនេះមួយដែរណារូបមន្តហ្នឹងវាចេញពីរូបមន្ត L ស្មើកប់ចិត្តខ្សែចម្លងគុណឲ្យ n0 បាទគុណឲ្យ n0 ចឹងនិយាយទី n0 មកស្មើ L លើ D ចឹងលើគូចំនួនចូលទៅក្នុង n នេះហ្មងចឹងយើងបាន n ស្មើ x គុណនឹង L លើ D បន្តមកទាញយក x មកបាន nd គុណ nd ចែក L ណាបើយើងបោះ D មកនេះមកចែកបោះមកគុណចឹងបាន D គុណនឹង n ចែក L បាទអញ្ចឹងយើងបាច់រក n0 ឲ្យឃើញបានយើងចំនួនបែបហ្នឹងទៅគិតលេខតែម្ដងចេញចម្លើយ x មកអញ្ចឹង n យើងគឺ5គុណ10សេគុណ3ស្ពាកប់ចិត្តខ្សែចម្លងយើងគឺ1មីលីម៉ែត្រមីលី10សេគុណដល់3អញ្ចឹង1គុណ10សេគុណដល់3គឺយើងនិយាយថា10សេគុណដល់3ម៉ែត្រណាអញ្ចឹងបងប្អូនតន់ឡើយហ្នឹងណាឥឡូវយើងទៅមុខទៀតចំនួនចូលទៅក្នុងអ្វីដែលយើងបានទាញមួយទៀតគឺ L ណា L គឺដដែលទេ L គឺ5គុណ10សេគុណដល់1ម៉ែត្រអញ្ចឹងយើងចំនួនចូលទៅយើងបាន x ស្មើនឹងបាទ n 5គុណ10សេគុណ3ហើយគុណនឹង d គឺ10សេគុណដល់3ហើយចែក L គឺ5គុណ10សេគុណដល់1ណាអញ្ចឹងបងប្អូនសម្រួល5ចោលបាទយល់ទេសម្រួល5ចោលទៅហើយ10សេគុណ3ហើយ10សេគុណដល់3នេះអស់មានន័យថាស្មើ1ណាអញ្ចឹង1ឲ្យចែកឲ្យ10សេគុណដល់1 10សេគុណដល់1ចម្រាស់ទៅលើគឺបាន10អញ្ចឹងចម្លើយយើងគឺ10ស្រទាប់បាទចឹងដូចនេះ x ស្មើនឹង10ស្រទាប់បាទនេះគឺជាចម្លើយសម្រាប់សំណួរខអញ្ចឹងលំហាត់របស់យើងគឺដោះស្រាយតែប៉ុណ្្នឹងណាបងប្អូនយល់ទាំងអស់គ្នាបាទអញ្ចឹងគឺធ្វើបែបហ្នឹង